ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះកែវគំលៀមមកពីក្រុម SU5 ដោយថ្ងៃនេះខ្ញុំធ្វើការ record វីដេអូតាក់ទងទៅនឹង website rendering mode អញ្ចឹងចំពោះ website rendering mode យើងត្រូវបានចែកចេញជា3ដែលមានដូចជា client side rendering static site generation ហើយមួយទៀតតាក់ទងទៅនឹង server side rendering អញ្ចឹងដូចជាហោដុំបើសិនជាយើងចូលទៅក្នុង website យើងឃើញ website ហ្នឹង load មកកាន់ web page ឬក៏ browser របស់យើងប៉ុន្តែជាក់ស្ដែង process ទាំងអស់ហ្នឹងវាកើតឡើងទៅតាម rendering mode នីមួយៗហើយ rendering mode មួយៗហ្នឹងវាមានរបៀបក្នុងការដំណើរការរបស់វារៀងខ្លួនមានអត្ថប្រយោជន៍របស់វារៀងខ្លួនហើយចំពោះ use case ក៏មានរៀងខ្លួនដែរគេប្រើវាទៅតាមតម្រូវការរបស់ម្ចាស់អាជីវកម្មឬក៏ម្ចាស់ website ចុះឥឡូវយើងមកស្វែងយល់ពី rendering mode នីមួយៗដែលយើងចាប់ផ្ដើមពី client side rendering អញ្ចឹង client side rendering ដែលពាក្យកាត់គេសរសេរថា CSR អញ្ចឹង CSR ហ្នឹងគឺជាអីគេ CSR គឺជាវិធីសាស្ត្រនៃការ render website ដោយ web browser ធ្វើការ request ទៅកាន់ server បន្ទាប់មកជាជាង server ធ្វើការ return នៅ page ទាំងមូលគឺ server ធ្វើការ return ជាលក្ខណៈ JavaScript ឬក៏ script ផ្សេងៗមកកាន់ browser របស់យើងបន្ទាប់មក browser របស់យើងធ្វើការយក script ទាំងអស់ហ្នឹងមក render ជា UI ដើម្បី display នៅលើ browser ឬក៏ web page របស់ user មួយទៀតតាក់ទងទៅនឹង server side generation ដែលពាក្យកាត់យើងសរសេរថា SSG អញ្ចឹងចំពោះវិធីសាស្ត្រទី2នេះគឺជាវិធីសាស្ត្រមួយដែល website របស់យើងត្រូវបាន render នៅពេលដែលយើងធ្វើការ build នៅបច្ចេករបស់យើងអញ្ចឹងមានន័យថានៅពេលដែលយើង build ហើយវានឹងជាប់ static ចឹងរហូតបើសិនជាយើងមានការ update ឬក៏យើងចង់កែ UI កែរូបភាពកែ content អីជាដើមគឺតម្រូវឲ្យយើងធ្វើការ build នៅបច្ចេកយើងឡើងវិញហើយរបៀបនៃការ render ចុងក្រោយគឺតាក់ទងទៅនឹង server side rendering អញ្ចឹងចំពោះ server side rendering ហ្នឹងវាស្រដៀងទៅនឹង client side rendering ឯងគ្រាន់តែខុសគ្នាមួយត្រង់ថា client side rendering យើងធ្វើការ render នៅលើ browser របស់ user ចំណែកឯ server side rendering ហ្នឹងគឺយើងធ្វើការ render នៅក្នុង server យ៉ាងហ្មងមានន័យថានៅពេលដែល user request web page ទាំងអស់ហ្នឹងត្រូវបាន render នៅក្នុង server ហើយម្ដងហើយបន្ទាប់មកធ្វើការបោះនៅរបស់ដែលបាន render ហើយហ្នឹងមកកាន់ browser របស់ user យ៉ាងហ្មងអញ្ចឹងចំពោះslide បន្ទាប់ទៀតគឺយើងអឺ ធ្វើការស្វែងយល់ថាហេតុអីបានយើងប្រើនៅ rendering mode នីមួយៗហ្នឹងយើងចាប់ផ្ដើមពីចំណុចទី1គឺ CSR អញ្ចឹង client side rendering យើងប្រើវានៅពេលដែលយើង build ជាលក្ខណៈ internal tool website ដែលអត់ focus ទៅលើ SEO អញ្ចឹងនៅពេលដែលយើងប្រើ client side rendering បើយើងប្រៀបធៀបជាមួយនឹង rendering mode ផ្សេងៗទៅ client side rendering នៅពេលដែលវា load លើកដំបូងវាអាចមានលក្ខណៈយឺតបន្តិចប៉ុន្តែបន្ទាប់ពី load លើកដំបូងហ្នឹងហើយuser experience គឺថា smooth បើសិនជាយើង compare ទៅកាន់ rendering mode ទាំងពីរទៀតអញ្ចឹងបើសិនជាយើងប្រើជាលក្ខណៈ internal tool យើងគួរជ្រើសរើសយក client side rendering ហើយមួយទៀតគឺ static site generation អញ្ចឹងបើសិនជាយើងធ្វើជាលក្ខណៈ landing page ឬក៏ page ហ្នឹង static content យើងអាចជ្រើសរើសយក ASG បានដោយសារតែវាមានលក្ខណៈលឿនហើយវាល្អសម្រាប់ SEO ហើយមួយទៀតតកតងទៅនឹង server side rendering ចំពោះ server side rendering ហ្នឹងយើងប្រើវានៅពេលដែលយើងចង់ focus ទៅលើ SEO ប៉ុន្តែ content យើងជាលក្ខណៈ dynamic ឧទាហរណ៍ថាយើង build ជាលក្ខណៈ e-commerce អញ្ចឹងបើសិនជាក្នុងករណីហ្នឹង product យើងមិន static ជាប់តែ10 product រហូតដល់យើងធ្វើការថែម product ដក product ចេញអញ្ចឹងក្នុងករណីហ្នឹងយើងអាចជ្រើសរើសយក server side rendering បានចឹងចំពោះពេលណាដែលត្រូវប្រើ rendering mode នីមួយៗចឹងវាស្រដៀងទៅនឹង head form មុនហ្នឹងទេបើសិនជាយើង focus ទៅលើ internal tool smooth user experience ហើយយើងអត់ prioritize ទៅលើ SEO ទេយើងអាចជ្រើសរើសយក client side rendering បានចំពោះ ASG យើងរើសយកវានៅពេលដែលយើង build ជាលក្ខណៈ static website ឬក៏យើង focus ទៅលើ SEO ហើយមួយទៀតតកតងទៅនឹង server side rendering អញ្ចឹងដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺយើង focus ទៅលើ dynamic content ប៉ុន្តែផ្ទួនពេលមួយគ្នាក៏យើងផ្ដោតទៅលើ SEO ដែរចុះឥឡូវខ្ញុំមកបង្ហាញកូដខ្លះដើម្បីឲ្យងាយស្រួលយល់អញ្ចឹងដោយសារតែក្នុង website របស់ខ្ញុំ build ជាលក្ខណៈ Next.js អញ្ចឹងដោយសារតែបច្ចេកខ្ញុំបាន build ហើយម្ដងអីអញ្ចឹងខ្ញុំធ្វើការ npm run start បន្ទាប់មកយើងចូលទៅក្នុង web page របស់យើងអញ្ចឹងយើង demo ទី1តកតងទៅនឹង client side rendering អញ្ចឹង client side rendering មានន័យថាយើង request ទៅកាន់ server ហើយ server ធ្វើការ return ជាលក្ខណៈ JavaScript មក render លើ browser របស់យើងអញ្ចឹងខ្ញុំសាក disable JavaScript ចោលអញ្ចឹងធ្វើការ refresh អញ្ចឹងនៅពេលដែលយើង disable JavaScript ចោលអញ្ចឹង page យើង
វាលេងធ្វើការ render មកឲ្យដោយសារតែ concept យើងមុនហ្នឹងមានន័យថាវាបោះជា JavaScript មក render នៅលើbrowser របស់ client អញ្ចឹងក្នុងករណីនេះបើសិនជាយើង disable JavaScript បាត់វាអត់ធ្វើការ render ទេអញ្ចឹងខ្ញុំសាក enable មកវិញធ្វើការ refresh អញ្ចឹង content យើងនឹងត្រឡប់មកវិញហើយមួយទៀតតកតងទៅនឹង static site generation អញ្ចឹងដោយសារតែ project នេះខ្ញុំបាន build នៅថ្ងៃអង្គារអញ្ចឹងstatic site generation មានន័យថានៅពេលដែលយើងធ្វើការ build នៅ project របស់យើង content ដែលយើង add build ថែមវាជាប់មិនវានឹងជាប់ចឹងរហូតបើសិនជាយើងចង់ឲ្យវា update លុះត្រាតែយើងទៅ build project ហ្នឹងម្ដងទៀតហើយ mode ចុងក្រោយតកតងទៅនឹង server side rendering អញ្ចឹង server side rendering ហ្នឹងមានន័យថាវាធ្វើការ render នៅក្នុង server ហើយធ្វើការបោះ page ហ្នឹងមកកាន់យើងហ្មងអញ្ចឹងខ្ញុំសាក disable JavaScript ចោលហើយធ្វើការ refresh អញ្ចឹងដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងទោះបីជាយើងធ្វើការ disable JavaScript ចោលក៏ website ហ្នឹងនៅដដែលដែរដោយសារតែ content ទាំងអស់ហ្នឹងវាធ្វើការ render នៅលើ server មិនមែននៅលើ browser របស់ user ឯងអញ្ចឹងចំពោះវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ